សួស្តីបងប្អូននិស្សិតទាំងអស់គ្នាណាព្រឹកឡើងបានអីហូបបាទខ្ញុំមានទឹកតែបានហើយនឹងកាហ្វេបាទកាហ្វេទៅដោះគោតកកស្ករ50ព្រឹកឡើងបាទសំខាន់មែនទែនដែលយើងត្រូវចាប់ផ្ដើមដោយនាំឲ្យគេហៅថាអារម្មណ៍របស់យើងស្រស់ស្រាយត្រៀមខ្លួនសម្រាប់ធ្វើកិច្ចការពេញមួយថ្ងៃនេះតែម្ដងបាទអញ្ចឹងអ្វីដែលក្តៅគឺជួយសម្រួលដល់កាពះរបស់យើងជួយដល់ឈាមរបស់យើងឲ្យដើរស្រួលជាងមុនទឹកក្តៅហុយបាទទឹកតែបាទនេះទឹកតែបងប្អូនណាធ្វើឲ្យយើងផ្ចង់ហើយយើងសម្រាប់ខ្ញុំរៀបចំផែនការថាព្រឹកហ្នឹងខ្ញុំត្រូវធ្វើអីខ្លះអញ្ចឹងណាអញ្ចឹងការចាប់ផ្ដើមព្រលឹមឡើងរបស់យើងហ្នឹងចំណាយពេលស្ងៀមស្ងាត់បន្តិចសំខាន់មែនតើបាទគឺធ្វើយើងបានត្រៀមខ្លួនបានពេញមួយថ្ងៃអំពីផែនការ calendar protein ឬក៏ខ្លឹមសាររបស់ថ្ងៃនេះខ្ញុំនឹងត្រូវធ្វើអីខ្លះសម្រាប់បងប្អូនសិស្សានុសិស្សគឺកាន់តែសំខាន់ព្រោះអីពេលណាដែលយើងអត់បានរៀបចំបានល្អនៅពេលព្រលឹមឡើងពេលភ្ញាក់ពីដេកហ្នឹងយើងច្បុកច្បល់ភ្លេចនេះភ្លេចនោះមែនទេលុះត្រាណាតែយើងគិតទុកពីយប់បាទហើយព្រលឹមឡើងយើងរំលឹកឡើងវិញឬក៏ព្រលឹមឡើងហ្នឹងយើងចំណាយពេលបាទ10នាទី15នាទីមិនច្រើនទេខ្ញុំក៏មិនសូវមានពេលដែរប៉ុន្តែខ្ញុំត្រូវការចំណាយពេល10ទៅ15នាទីដើម្បីស្ងៀមស្ងាត់គិតអំពីថាខ្ញុំនឹងត្រូវធ្វើអ្វីឲ្យបានខ្លះនៅក្នុងថ្ងៃនេះអញ្ចឹងសិស្សានុសិស្សអាចចាប់ដើមឡើងជាមួយទឹកក្តៅអ៊ុនបាទនៅផ្ទះរបស់យើងមិនបាច់ចូលហាងទេនាំទៅអស់លុយបាទប៉ុន្តែបើសិនជាយើងអត់មានពេលបាទយើងអាចទៅកន្លែងកាហ្វេអីចឹងទៅហើយសុំទឹកក្តៅឬទឹកតែឲ្យគេមកកាហ្វេជាទូទៅវានាំឲ្យមានចំណាយលុយបាទអញ្ចឹងខ្ញុំមិនលើកទឹកចិត្តឲ្យសិស្សានុសិស្សហូបកាហ្វេច្រើនពេកទេសម្រាប់នៅក្រៅផ្ទះហើយបើនៅក្នុងផ្ទះបើយើងអាចហូប3 in 1អានឹងធូរថ្លៃបាទក្រៅពីការត្រៀមខ្លួនពេញមួយថ្ងៃនៅពេលព្រឹកនេះហើយកិច្ចការបន្ទាប់នោះគឺជាការបដិញ្ញាចិត្តធ្វើឲ្យបានអញ្ចឹងចេញពីផឹកទឹកតែឬក៏ផឹកកាហ្វេព្រលឹមឡើងហ្នឹងទៅយើងត្រូវបដិញ្ញាចិត្តឧទាហរណ៍យើងថាធ្វើការ3ឲ្យបានអញ្ចឹងណាឧទាហរណ៍សម្រាប់ព្រឹកនេះខ្ញុំនាំសិស្សទៅសម្ភាសដើម្បីសុំកន្លែងគេស្នាក់នៅទីក្រុងភ្នំពេញអញ្ចឹងខ្ញុំត្រូវគិតថាខ្ញុំចេញពីការិយាល័យនាំសិស្សទៅកន្លែងសម្ភាសហ្នឹងម៉ោងប្រហែលហើយខ្ញុំត្រូវប្រាប់សិស្សឲ្យត្រៀមខ្លួនម៉ោងប្រហែលដើម្បីចេញទៅទាំងអស់គ្នាទន្ទឹមនឹងពេលដែលសិស្សចូលសម្ភាសតើខ្ញុំនឹងធ្វើអីអញ្ចឹងណាអានេះរឿងទី1របស់ខ្ញុំបាទរឿងទី2ខ្ញុំដោះស្រាយអំពីកុងធនាគារដែលសិស្សសានុសិស្សត្រូវបង្កើតដើម្បីស្រួលផ្ទេរលុយចេញចូលដើម្បីគ្រប់គ្រងថវិការបស់ពួកគាត់អញ្ចឹងនាំគាត់ទៅធនាគារទៀតបាទដើម្បីបង្កើតកុងបានត្រូវមានអត្តញ្ញាណប័ណ្ណត្រូវមានអីហើយយើងត្រូវបញ្យល់គាត់អំពីការដំឡើង app អីជាដើមចំណុចទី3នៅថ្ងៃនេះអ្វីដែលខ្ញុំនឹងធ្វើគឺតើតើនឹងសរុបព័ត៌មានតែថ្មីនេះខ្ញុំនាំសិស្សមកមើលសាលា3 4 5អញ្ចឹងទៅចែកជាក្រុម2 3ក្រុមហើយអញ្ចឹងថ្ងៃនេះចំណុចទី3របស់ខ្ញុំគឺខ្ញុំត្រូវសរុបសេចក្តីមកថាគាត់យល់យ៉ាងណាអំពីសាលានីមួយហើយសម្រាប់ចិត្តជ្រើសរើសសាលាណាមុខជំនាញអីថ្លៃប្រមាណចាប់ដើមចូលរៀនពេលណាបាទអញ្ចឹងឯង3យ៉ាងដែលខ្ញុំនឹងធ្វើនៅថ្ងៃនេះហើយខ្ញុំត្រូវការបដិញ្ញាចិត្តខ្ញុំត្រូវការមើលម៉ោងគ្រប់គ្រងពេលវេលាឲ្យបានល្អអញ្ចឹងសរុបសេចក្តីមកការត្រៀមចិត្តនៅក្នុងពេលព្រឹកគឺសំខាន់មែនទែនធ្វើឲ្យថ្ងៃទាំងមូលរបស់យើងគឺប្រកបដោយគុណភាពបើសិនបើបងប្អូនឬក៏បងប្អូនទស្សនាវីដេអូនេះឲ្យគិតថាពេញចិត្តទាក់ទងទៅនឹងជំនួយគំនិតដល់សិស្សនិស្សិត
vàសូមចុច like ចុច share ដើម្បីវីដេអូនេះទៅដល់អ្នកផ្សេងទៀតផងដែរពីខ្ញុំបាទពីរំបាទសូមអរគុណសូមជម្រាបលា